គ្រាន់តែឃើញសម្រស់គេភ្លាមហ្នឹងស្រក់ទឹកមាត់បាត់ហើយបងប្អូនរសជាតិហឹលទៀតញ៉ាំជាមួយបាយត្រូវណាហើយរបៀបធ្វើបកាឆាអំបិលម្ទេសហ្នឹងងាយៗទេបងប្អូនធ្វើតែមួយផ្លេតហ្នឹងបានញ៉ាំហើយមុនដំបូងខ្ញុំដាក់ខ្លាញ់នឹងប៊ឺឆាឲ្យឈ្ងុយសិនបងប្អូនតមកទៀតខ្ញុំចាក់ខ្ទឹមសហ្នឹងឆាឲ្យឈ្ងុយបន្ថែមជាមួយនឹងម្ទេសឆាគ្រឿងពីរនឹងឲ្យឈ្ងុយចូលគ្នាសព្វល្អសិនណាបងប្អូនរួចហើយបានចាក់បកាចូលរួចឆាបកានឹង2-3ត្រឡប់សិនបានបន្ថែមប្រេងខ្យងជាមួយនឹងទឹកត្រីរួចហើយបន្តឆាគ្រឿងពីរមុខនឹងជាមួយនឹងបកានឹងឲ្យចូលក្លិនគ្នាល្អសិនណាបងប្អូនបន្ទាប់ពីឆាគ្រឿងពីរមុខនឹងចូលក្លិនគ្នាល្អហើយបានខ្ញុំបន្ថែមម្សៅស៊ុបប៊ីចេងជាមួយនឹងស្កររួចហើយឆាបកាជាមួយនឹងគ្រឿងផ្សំនឹងឆាឲ្យចូលជាតិគ្នាល្អសិនណាបងប្អូនបានពេលដែលរៀងបការៀងឆ្អិនបន្តិចបានបើយើងបន្ថែមស្លឹកខ្ទឹមនឹងចូលបងប្អូនអត់ចេះញ៉ាំស្លឹកខ្ទឹមក៏មិនបាច់ដាក់ក៏បានដែរបងប្អូនតែខ្ញុំដាក់អញ្ចឹងទៅឲ្យវាមានសោភ័ណភាពខ្ញុំកំពុងឆានឹងស្រក់ទឹកមាត់បដាអីបដាបងប្អូនចាំឲ្យបកានឹងឆ្អិននឹងអាចបានញ៉ាំជាមួយបាយហ្នឹងរសជាតិហឹលញ៉ាំមួយបាយឆ្ងាញ់ហ្មង